បាទជាថ្មីម្ដងទៀតខ្ញុំសូមជំរាបសួរលោកគ្រូសាស្ត្រាចារ្យក៏ដូចជាលោកគ្រូអ្នកគ្រូទាំងអស់គ្នាវីដេអូបន្ទាប់នេះគឺខ្ញុំសូមបង្ហាញការអនុវត្តជាក់ស្ដែងជាមួយនឹងកម្មវិធី SPSS ដែលផ្សារភ្ជាប់ទៅនឹងខ្លឹមសារមេរៀននៅក្នុងជំពូកទី3 Research Methodology របស់យើងផ្ទាល់តែម្ដងបាទអញ្ចឹងអានេះគឺជា file Excel ដែលយើងបង្កើតឡើងនៅខាងក្រៅកម្មវិធីមួយហើយយើងប្រមូលទិន្នន័យដែលយើងទទួលបានពីអ្នកចូលរួមរបស់យើងទាំងអស់មកបញ្ចូលនៅក្នុង file Excel មួយបែបនេះហើយយើងមាន3ផ្នែកបាទទី1គឺ section A របស់យើងនេះយើងនិយាយអំពីព័ត៌មានទូទៅនៃអ្នកចូលរួមរបស់យើងហើយផ្នែកទី2 section B នេះយើងតំណាងឲ្យ IV ហើយផ្នែកទី3គឺ section 3នេះយើងសំដៅទៅលើផ្នែកបាទតំណាងឲ្យផ្នែក DV ហើយជួរឈរនេះគឺជាលេខរៀងតំណាងឲ្យអ្នកចូលរួមរបស់យើងមានចំនួន30នាក់បាទអញ្ចឹងយើងមាន file Excel នឹងហើយយើងបើកកម្មវិធី SPSS ហើយយើងអាចទាញ file ហ្នឹងដើម្បីយកមកដាក់នៅក្នុងកម្មវិធីយើងបានបាទនេះគឺជា file Excel ដែលខ្ញុំបានបង្ហាញមុននេះអញ្ចឹងយើងអាចទាញវាយកមកដាក់នៅក្នុងកម្មវិធី SPSS យើងផ្ទាល់តែម្ដងបាទអញ្ចឹងការទាញមកគឺយើងទាញយកមកដាក់នៅក្នុង Data View បាទនេះ file Excel ដែលយើងទាញមកវានឹងបង្ហាញយើងបែបនេះយើងអាចចុចពាក្យ OK បាទវានឹងបង្ហាញទិន្នន័យឲ្យយើងក្នុងទម្រង់មួយបែបនេះបាទចឹងតកតងនឹងទិន្នន័យដែលបង្ហាញគឺដូចគ្នាទៅនឹង file Excel ខាងក្រៅដែលយើងបានបង្កើតដូចគ្នាដែរទេបាទនេះយើងមាន section A section B ហើយនឹង section C បាទហើយ number នេះគឺបង្ហាញអំពីចំនួននៃអ្នកចូលរួមអញ្ចឹងទិន្នន័យដែលយើងបានបង្ហាញនៅក្នុង Data View នេះគឺដូចគ្នាទៅនឹង file Excel របស់យើងដែលយើងបង្កើតនៅខាងក្រៅវិធីសាស្ត្រមួយទៀតយើងអាចយកទិន្នន័យដែលយើងប្រមូលបានយកមកបញ្ចូលនៅក្នុងកម្មវិធី SPSS នៅក្នុង Data View តែម្ដងក៏បានដូចគ្នាបាទអញ្ចឹងបន្ទាប់ពីយើងបានទិន្នន័យនៅក្នុង Data View នេះហើយយើងអាចមក edit វាបន្ថែមនៅក្នុង Variable View Variable View គឺជាកន្លែងដែលយើងអាច edit អាចតុបតែងបន្ថែមទាក់ទងទៅនឹងព័ត៌មានរបស់យើងដើម្បីឲ្យវាទទួលបានទិន្នន័យគ្រប់ជ្រុងជ្រោយបាទអញ្ចឹងជាឧទាហរណ៍បាទ A2 នៅលេខរៀងទី2នេះគឺ gender បាទ type នេះគឺវា load ឲ្យយើងនេះទិន្នន័យនៅខាងមុខនេះជាទូទៅវាអាច load ឲ្យយើងនេះអញ្ចឹងកន្លែង label នេះយើងអាច edit វាបន្ថែមបានបាទដូចជាលេខរៀងទី2គឺយើងនិយាយអំពី gender អញ្ចឹង label របស់វាយើងអាចដាក់ឈ្មោះវាដដែលក៏បានដែរគឺ A2 បាទនិយាយអំពី gender បាទហើយនៅក្នុង value ក៏យើងអាច set បន្ថែមផងដែរចឹងយើងនិយាយអំពីភេទគឺយើងមានពីរប្រភេទគឺ male ហើយនិង female ចឹងយើងត្រូវ set វា value ទី1គឺជា male ឧទាហរណ៍ហើយយើង add វាមកបាទ
ចឹងទី2គឺ female បាទហើយយើង add វាដូចគ្នាបន្ទាប់ពីយើង add ហើយយើងអាចចុចពាក្យ OK ចឹងតម្លៃរបស់យើងវានឹង load ហើយ missing នេះយើងអត់ចាំបាច់ edit វាបន្ថែមទេ column ដូចគ្នា align OK measure បាទចឹងក្នុង measure នេះវាមានតម្លៃ3ឲ្យយើងរើសគឺមាន scale ordinal ហើយនិង nominal បាទអញ្ចឹងតកតងទៅនឹង gender នេះគឺវាជាប្រភេទ nominal ចឹងតម្លៃបន្ថែមទៀតដូចជានៅខាងក្រោម section B នេះហើយនិង section C នេះវាសិតសឹងតែជាប្រភេទសំណួរចឹងឧទាហរណ៍ថា section B1 នេះវាជាប្រភេទសំណួរអ្វីយើងអាចវាយសំណួរទាំងអស់នឹងបញ្ចូលនៅកន្លែងនេះហើយយើងកំណត់តម្លៃឲ្យវាតាមហ្នឹងដូចលំនាំដែលយើងធ្វើនៅខាងលើផងដែរចឹងតើតើនឹងចំណុចនេះខ្ញុំសូមបង្ហាញជាឧទាហរណ៍តែប៉ុណ្ណេះបាទបន្ទាប់មកទៀតយើងត្រូវចូលមកកាន់តម្លៃដែលយើងចង់រកចឹងតម្លៃដែលយើងចង់រកដំបូងនេះគឺតាក់ទងទៅនឹងតម្លៃ ground batch alpha បាទចឹងដើម្បីបានតម្លៃ ground batch alpha យើងចូល analyze បាទហើយតាមការបញ្ជាក់របស់យើងត្រូវយកពាក្យថា scale បន្តមកទៀតគឺយើងយកពាក្យថា reliability analysis បាទវានឹងបង្ហាញផ្ទាំងបែបនេះឲ្យយើង reliability analysis អញ្ចឹងនៅក្នុងផ្ទាំងនេះគឺយើងត្រូវ select មើល item ទាំងឡាយណាដែលយើងចង់សិក្សាអំពី reliability អញ្ចឹងអ្វីដែលយើងចង់សិក្សាគឺតាក់ទងទៅនឹង DV ហើយនឹង IV របស់យើងថាតើតាក់ទងទៅនឹងប្រភេទសំណួររបស់យើងទាំងអស់ហ្នឹងយើងពិតជាអាចជឿទុកចិត្តទៅលើវាបានដែរឬទេអញ្ចឹងយើងត្រូវតែនាំយក item របស់យើងទាំងអស់ដើម្បីមកបញ្ចូលនៅក្នុងតារាង item នៅខាងនេះអញ្ចឹង item របស់យើងគឺយើងត្រូវបញ្ចូលតាក់ទងនឹង section B ហើយនឹង C ណាចឹងវិធីសាស្ត្រយើងអាច select លើវាម្ដងមួយចេះហើយបញ្ចូលម្ដងមួយក៏បានឬមួយក៏យើង select លើវាទាំងអស់ហើយxongយើងបញ្ចូលវាក៏បានបាទអញ្ចឹងយើង select វាមកហើយយើង select តតែអស់ item ដែលយើងចង់សិក្សាពីវាហើយយើងចុចសញ្ញានេះដើម្បីនាំវាមកក្នុងតារាង item របស់យើងខាងនេះបាទបន្ទាប់មកទៀតយើងអាចមើលនៅខាងក្រោមនេះមានពាក្យថា alpha តម្លៃ scalable នេះយើងអត់កំណត់ទេហើយយើងអាចចុចពាក្យ OK បាទអញ្ចឹងយើងនឹងទទួលបានតម្លៃ ground batch alpha ដែលយើងចង់បានអញ្ចឹងតម្លៃ ground batch alpha នៅទីនេះគឺតម្លៃ 0.777 បាទអញ្ចឹងវាបង្ហាញ3ខ្ទង់ឲ្យយើងអញ្ចឹងតកតូននឹងតម្លៃ 0.777 នេះបាទតាមរូបមន្តដែលយើងកំណត់គឺជាតម្លៃមួយដែលយើងអាចទទួលយកបានដែលយើងអាចជឿទុកចិត្តបានបាទជាមួយនឹង item ដែលយើងបានបញ្ចូលនៅក្នុងការសិក្សាតម្លៃនេះគឺមានចំនួន20 item បាទអូខេបន្ទាប់ពីយើងទទួលបានតម្លៃ alpha គឺយើងចង់សិក្សាតម្លៃបន្ថែមទៀតគឺតាក់ទងទៅនឹង correlation ហើយនឹង p value បាទដើម្បីបានតម្លៃ correlation គឺយើងត្រូវចូលកន្លែង transform យើងយកពាក្យថា compute variable បាទវានឹងបង្ហាញតារាងបែបនេះឲ្យយើងអញ្ចឹងយើងត្រូវតែកំណត់នៅក្នុងតារាង target variable នេះ
យើងត្រូវតាំងតើមាន item ណាខ្លះជាប្រភេទ IV ហើយនឹង item ណាខ្លះជាប្រភេទ DV អញ្ចឹងយើងតាំង A សំដៅទៅលើ IV បាទអញ្ចឹង IV របស់យើងគឺមាន item ណាខ្លះ item ទី1គឺ section B1 បាទអញ្ចឹងយើងបញ្ចូលវាមកបញ្ចូលវានៅក្នុងតារាង numeric expression ហើយយើងចុចសញ្ញាបូកដើម្បីបូក item យើងបន្តបាទយើងបូកតតែអស់ item ដែលយើងចង់ set វាបាទអញ្ចឹងតកតងទៅនឹង variable ទី1របស់យើងគឺ A នេះយើងបាន set ហើយយើងមាន item ចំនួន10គឺ B1 រហូតដល់ B10 បន្តមកទៀតយើងត្រូវ select មើលនៅក្នុងតារាង function group នេះយើងយកពាក្យថា statistical បាទហើយយើងចុចពី OK យើងនឹងទទួលបាន variable A ដែលយើងចង់សិក្សាបាទវានឹងបង្ហាញយើងនៅទីនេះអញ្ចឹង variable A របស់យើងគឺមាន section B1 រហូតដល់ B10 បាទអញ្ចឹងយើងត្រូវតែបន្ថែមជាមួយនឹង variable យើងទៀតគឺ set តកតងទៅនឹង variable ទី2គឺយើងតំណាងឲ្យ letter B គឺសំដៅទៅលើ DV បាទអញ្ចឹងដើម្បី set វាបានយើងត្រូវលុបនៅតម្លៃចាស់នេះចេញហើយយើងបន្ថែមនៅតម្លៃថ្មីបូកបន្តនេះមកយើងបូករហូតដល់តែអស់ item ដែលយើងចង់កំណត់បាទអញ្ចឹងតម្លៃដែលយើងចង់កំណត់នៅក្នុង numeric expression ដែលតំណាងឲ្យ DV យើងតាំងដោយ letter B នេះគឺអស់ item ដែលយើងចង់បញ្ចូលហើយយើង tick ទៅលើ statistical ដដែលហើយយើងចុចពាក្យថា OK បាទអញ្ចឹងបន្ទាប់ពីយើង OK ហើយវានឹងចេញតម្លៃដែលយើងបានកំណត់នៅទីនេះអញ្ចឹង letter A នេះ variable A នេះយើងសំដៅទៅលើ IV ដែលមានចំនួន10 item ហើយនឹង letter B នេះយើងតំណាងឲ្យ DV ដែលមាន10 item ដូចគ្នាបាទបន្ថែមទៅទៀតនេះគឺយើងនឹងទៅស្វែងរកតម្លៃ correlation គឺយើងចូលទៅកាន់ analyze យើងយកពាក្យថា correlate បន្តមកទៀតគឺ bivariate ហើយយើងមកមើលតកតងទៅនឹង variable A ហើយនឹង B ដែលយើងបានកំណត់ហើយយើង tick លើវាមកហើយ
យើងត្រូវតែនាំវាមកដាក់នៅក្នុងតារាង variable b ដូចគ្នាបាទចឹងពីយើងបានបន្ទាប់ពីយើងបាននាំវាមកក្នុងតារាង variable នេះហើយយើងក៏លេខមកមើលតម្លៃដែលយើងត្រូវត្រួតពិនិត្យនៅខាងក្រោមគឺយើងចង់សិក្សាអំពី correlation coefficient យើងមាន tick នៅកន្លែង Pearson នេះមួយនៅកន្លែង two tail នេះហើយនឹង tick នៅ flat significant correlation នេះបន្តមកទៀតយើងអាចចុចពាក្យថា OK បាទអញ្ចឹងលទ្ធផលដែលយើងចង់សិក្សាស្វែងរកពីវាបានបង្ហាញយើងនៅទីនេះហើយគឺយើងចង់បានតម្លៃ correlation រវាង A ហើយនឹង B បាទអញ្ចឹង A Pearson correlation ជាមួយនឹង B បាទ A correlation ជាមួយនឹង B ក្នុងតម្លៃមួយគឺ 0.512 បាទវាបង្ហាញ3ខ្ទង់ឲ្យយើងហើយ B Pearson correlation ជាមួយនឹង A នៅក្នុងតម្លៃ 0.512 ដូចគ្នាចឹងតម្លៃវាពីរនេះគឺស្មើគ្នាមួយវិញទៀតគឺតាក់ទងទៅនឹងតម្លៃ p value ហើយពាក្យថា sig នេះយើងសំដៅទៅលើ significant គឺសំដៅទៅលើ p value អញ្ចឹងតម្លៃ p value គឺ 0.004 បាទយើងអាចទៅមើលតាក់ទងទៅនឹងខ្លឹមសារមេរៀនរបស់យើងនៅពេលដែលតម្លៃដែលយើងទទួលបាននេះប្រៀបធៀបជាមួយនឹងតម្លៃនៅក្នុងខ្លឹមសារមេរៀនរបស់យើងតើមានលក្ខណៈតម្លៃហ្នឹងវាចេញក្នុងន័យបែបណាដែរអញ្ចឹងយើងមកមើលតម្លៃតាក់ទងទៅនឹង correlation បាទអញ្ចឹង correlation របស់យើងគឺ 0.512 យើងអាចមកមើលតាក់ទងទៅនឹងរូបមន្តរបស់យើងតម្លៃ 0.512 គឺស្ថិតនៅក្នុងចន្លោះតម្លៃ 0.40 ហើយនឹង 0.60 បាទអញ្ចឹងនេះគឺ correlation របស់យើងស្ថិតនៅក្នុងចន្លោះតម្លៃនេះអញ្ចឹងវាមានន័យថាម៉េចគឺវាមានន័យថា good correlation បាទអញ្ចឹងសំដៅថាតាក់ទងទៅនឹង correlation A ហើយនឹង B របស់យើង DV ហើយនឹង IV របស់យើងហ្នឹងវាពិតជាមានទំនាក់ទំនងគ្នាល្អបាទមួយវិញទៀតតម្លៃ P value បាទ P value គឺតម្លៃដែលយើងទទួលបានមិញហ្នឹងគឺ 0.04 អញ្ចឹងវាតូចជាង 0.05 តម្លៃមួយនេះមានន័យថា moderate ឬមួយក៏ acceptable បាទអញ្ចឹងបង្ហាញថាទំនាក់ទំនងរវាង A ហើយនឹង B ឬមួយក៏ IV ហើយនឹង DV ហ្នឹងវាពិតជាមានទំនាក់ទំនងគ្នាសំខាន់ដែលយើងអាចទទួលយកបានបាទអញ្ចឹងតាក់ទងទៅនឹងការអនុវត្តជាក់ស្ដែងជាមួយនឹងកម្មវិធី SPAS ក៏បានមកដល់ទីបញ្ចប់អញ្ចឹងក៏សូមអរគុណ